កំពុងចម្លងរាជធានីភ្នំពេញអរិយស័ក្តិក៏មានបន្ទប់ទឹកដែរបងប្អូននេះបន្ទប់ទឹកគេគឺរបៀបនេះឯងនិយាយពីថាខ្ញុំមើលឲ្យស្រួលមែនទែនប៉ះតែអង្គុយត្រីហក់ចឹកអីទៅឆ្លងទន្លេអត់ដល់20នាទីបងប្អូនប៉ុន្តែយើងបានឆ្លងពីរាជធានីភ្នំពេញទៅកាន់ខេត្តកណ្ដាលហើយឃើញបងគាត់លើកអីវ៉ាន់អីទៅលក់ច្រើនមែនទែនបងប្អូនជាក់ស្ដែងមានតាំងពីបន្លែប្លុកអីផ្សេងពួកគាត់លើកយកទៅលក់នៅខាងសង្កាត់អរិយស័ក្តិទៅបងប្អូនហើយនិយាយពីថាទេសភាពបងប្អូនអើយស្អាតខ្លាំងណាស់និយាយពីថាទឹកទន្លេខេត្តនេះហាក់បីដូចជាទឹកសមុទ្រអញ្ចឹងបើសិនតែខ្ញុំប្រាប់បងប្អូនថានៅកោះកុងមួយផ្លេតក៏បងប្អូនអាចនឹងជឿដែរនេះមកថាមានពេលមួយសម្រាប់ជិះសាឡាងរបៀបនេះគឺថាប្លែកហ្មងថ្ងៃនេះក៏ជាលើកទី1របស់ខ្ញុំដែរដែលបាន9មិត្តភ័ក្តិមកជិះសាឡាងនៅកំពង់ចម្លងរាជធានីភ្នំពេញអរិយស័ក្តិអុយបងប្អូនស្រស់ស្អាតខ្លាំងណាស់និយាយពីថាយើងមើលពីចម្ងាយរាជធានីរបស់យើងឥឡូវគឺថាស្រស់ស្អាតខ្លាំងមែនទែននេះសម្រាប់កន្លែងនេះវិញគឺជាកន្លែងដែលយើងបង់ថវិកាដើម្បីជិះសាឡាងបងប្អូនសម្រាប់ខ្ញុំទៅតែខ្លួនអត់មានម៉ូតូអត់មានអីអញ្ចឹងគឺគេគិតតម្លៃ500រៀលណាបងប្អូនថោកមែនទែនបងលុយគេហើយយើងក៏នាំគ្នាដើរទៅបងប្អូនដោយសារតែនៅនឹងទេសភាពស្រស់ស្រាយគ្រាន់តែថាទៅថ្ងៃឡើងអីរឿងក្តៅបន្តិចតែប៉ុណ្្នឹងឯងប៉ុន្តែនៅពេលដែលកលេចទៅឃើញមុខបងប្អូនជាពលរដ្ឋយើងគាត់ស្រស់ស្រាយសប្បាយចិត្តណាពួកខ្ញុំទាំងពីរអ្នកមិត្តភ័ក្តិនេះក៏សប្បាយចិត្តទៅតាមនឹងដែរទោះក្តៅយ៉ាងណាក៏ស្រស់ស្រាយដែរបងប្អូនអើយចង់និយាយថាសម្រាប់បងប្អូនដែលគាត់រស់នៅទីនោះគាត់ឆ្លងសាឡាងដើម្បីទៅធ្វើការងាររស់ស៊ីរបស់ពួកគាត់សម្រាប់ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំវិញគឺជាការឆ្លងសាឡាងដើម្បីយកប័ណ្ណពិសោធន៍និងការដើរលេងបងប្អូនចង់ដឹងថាគេឆ្លងមិនអីមិននៅលើនឹងមានអីខ្លះអញ្ចឹងណាហើយសំខាន់នៅលើនឹងបងប្អូនគេមានលក់នំលក់ចំណីអាហារហើយក៏បានឃើញសាឡាងជាច្រើនគ្រឿងមែនតែនហ្មងនិយាយពីថាមួយថ្ងៃមិនដឹងថាវិលចោះវិលឡើងប្រហែលជើងទេបងប្អូនអើយពីរាជធានីភ្នំពេញទៅអរិយស័ក្តិនឹងគឺថាបងប្អូនយើងជិះច្រើនណាស់ឆ្លងទៅឆ្លងមករហូតហ្មងអ្វីដែលសំខាន់ណាស់បងប្អូនសម្រាប់អ្នកជិះសាឡាងលើកទី1ដូចខ្ញុំនៅរាជធានីភ្នំពេញនិយាយពីថាឃើញទេសភាពក្រុងរបស់យើងស្អាតដល់បងប្អូនមានអគារខ្ពស់ធំដែលមើលទៅប្លែកមែនទែនតែអីដែលប្លែកសម្រាប់ខ្ញុំជាងនឹងទៅទៀតគឺជាលើកទី1របស់ខ្ញុំហើយដែលបានឃើញបន្ទប់ទឹកនៅលើសាឡាងបងប្អូននិយាយទៅឃើញទឹកនៅខាងក្រោមឡើងច្បាស់ចេះហ្មងអញ្ចឹងបានន័យថានៅពេលដែលយើងមានធុរៈផ្ទាល់ខ្លួនរបស់យើងហើយគឺថាវាធ្លាក់ចូលក្នុងទឹកទន្លេហ្នឹងហ្មងបងប្អូនអ្វីដែលខ្ញុំសង្កេតដល់បងប្អូនគឺថាកម្លាំងទឹកមើលទៅតិចមែនទែនយើងមើលពីខាងលើទៅអញ្ចឹងប៉ុន្តែរុញសាឡាងទៅបានលឿនល្អបងប្អូនមកមួយផ្លេតទេដល់អរិយស័ក្តិហើយសម្រាប់បងប្អូនណាដែលឆ្លងសាឡាងញឹកញាប់គឺគាត់អត់មានដកទូរស័ព្ទមកថតសោះបងប្អូនប៉ុន្តែអ្នកដែលឆ្លងសាឡាងលើកទី1ដូចខ្ញុំចេះគឺថាត្រូវតែថតហើយដោយសារតែទេសភាពស្អាតណាស់ក្នុងនាមយើងជាកូនខ្មែរបងប្អូនបើសិនជាយើងឃើញរាជធានីរបស់យើងស្អាតហើយឃើញប្រទេសរបស់យើងស្អាតហើយយើងមិនសរសើរតើបានអ្នកណាមកសរសើរយើងអញ្ចឹងណាហើយសំខាន់នៅលើសាឡាងហ្នឹងបងប្អូនមនុស្សច្រើនណាស់និយាយទៅខ្ញុំត្រង់ថាសាឡាងផ្សេងឆ្លងឡើងច្រើនប៉ុន្តែនៅតែមានបងប្អូនប្រជាពលរដ្ឋយើងគាត់ឆ្លងចុះឆ្លងឡើងមួយថ្ងៃមិនដឹងថាជាគាត់ឆ្លងទៅណាខ្លះអញ្ចឹងណាបងប្អូនបើតាមការសង្កេតមើលរបស់ខ្ញុំប្រហែលជាមានអ្នកខ្លះគាត់ទៅរៀនខ្លះគាត់ចេញចូលធ្វើដំណើរចុះឡើងដើម្បីរស់ស៊ីអ្នកខ្លះឆ្លងឡានឆ្លងផាសស្អាប់ឆ្លងអីគឺថាមានទាំងអស់ហ្មងហើយបើយើងសម្លឹងមើលទៅទឹកទន្លេខេត្តនេះបងប្អូនឃើញទេដូចខ្ញុំនិយាយចឹងអូយនៅខាងក្រៅក៏ខៀវនៅក្នុងរូបក៏ខៀវនិយាយទៅខៀវស្អាតខ្លាំងមែនទែនហ្មងយើងឆ្លងមកប្រហែលជា10នាទីជាងអីទេបងប្អូនយើងបានមកដល់សង្កាត់អរិយស័ក្តិហើយនិយាយពីថាប្លែកភ្នែកសម្រាប់ខ្ញុំមែនទែនដោយសារតែខ្ញុំមករាជធានីភ្នំពេញច្រើនដងគ្រាន់បើដែរប៉ុន្តែបានមកសង្កាត់អរិយស័ក្តិរបៀបនេះទេបងប្អូនហើយនៅខាងអរិយស័ក្តិវិញក៏មានបងប្អូនយើងគាត់ធ្វើដំណើរចេញទៅខាងរាជធានីភ្នំពេញដូចគ្នាបងប្អូននិយាយទៅមកអញ្ចឹងណាហើយខ្ញុំនេះវិញគ្រាន់តែឃើញប៉ុណ្ណឹងបងប្អូនគឺថាចាប់ផ្ដើមទាញម៉ូតូជិះឆ្លងហ្មងដោយសារតែឃើញបងប្អូនយើងគាត់ថាត្រៀមហ្មងបច្ឆេះម៉ូតូត្រៀមហ្មងចុះហើយខ្ញុំពីអ្នកមិត្តភ័ក្តិខ្ញុំបងប្អូននិយាយពីថាល្វីគេដែរដោយសារតែយើងមើលគេមើលឯងអញ្ចឹងណាប្រឹងធ្វើតាមគេដើម្បីឲ្យខ្លាចសាឡាងវាទៅវិញដោយសារតែយើងអត់ដែរឆ្លងលើកទី1បងប្អូនរៀងភ័យបន្តិចហើយពេលដែលឆ្លងមកដល់ខាងនេះកាន់តែឃើញរាជធានីភ្នំពេញរបស់យើងស្រស់ស្អាតបងប្អូននិយាយពីថាមើលទៅអញ្ចឹងឡងក៏លួចហ្មង